កម្ពុជាមិនទាន់កោលទោសអ្នកដែលអ្នកបានប្រើប្រាស់អាវុធខុសច្បាប់ជាច្រើនរួមបញ្ចូលតាំងពីគ្រាប់បែកចង្កោមតាំងពីយន្តហោះចម្បាំង F16 និងអាវុធចម្បាំងមួយចំនួនផ្សេងទៀតដែលត្រូវបានហាមឃាត់បងប្អូនប្រទេសចិនបានធ្វើការច្រានចោលចំពោះព័ត៌មានដែលថាខ្លួនបានធ្វើការផ្គត់ផ្គង់គ្រឿងសព្វាវុធជូនដល់កម្ពុជាដើម្បីធ្វើសង្គ្រាមជាមួយនឹងប្រទេសថៃខ្ញុំស្គាល់គ្នាយើងនេះក៏ដោយសារតែតាមរយៈបណ្ដាញសង្គមនិងកេរ្តិ៍ឈ្មោះតែគ្នាយើងបានរក្សាក៏ដូចជាបានបង្កើតឡើងនៅពេលកន្លងមកដែរបើសិនជាត្រូវការទូរស័ព្ទត្រូវការកុំព្យូទ័រមាននិយាយទៅបរិក្ខារអេឡិចត្រូនិកច្រើនអាចមកគ្នាយើងបានតាមរយៈបណ្ដាញសង្គមផ្លូវការ Chinese Embassy Bangkok ផុសនៅថ្ងៃទី2ខែតុលាឆ្នាំ2025ស្ថានទូតចិនបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដោយបានអះអាងសារជាថ្មីថាចិនក្នុងនាមជាប្រទេសជិតខាងដ៏ល្អគឺបានខិតខំប្រឹងប្រែងដើម្បីជួយបន្ធូរបន្ថយស្ថានភាពអ្នកនាំពាក្យបានសង្កត់ធ្ងន់ថាប្រទេសចិនមិនបានផ្ដល់សម្ភារៈយោធាណាមួយដល់កម្ពុជាសម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចព្រំដែនកម្ពុជាសៀមនោះទេសម្ភារៈយោធាពីចិនដែលកម្ពុជាមានបច្ចុប្បន្នគឺសុទ្ធតែបានមកពីកម្មវិធីកិច្ចសហប្រតិបត្តិការដែលមានស្រាប់ចិនបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនគ្មានផលប្រយោជន៍ផ្ទាល់ក្នុងចំនួននេះឡើយហើយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការជំរុញការដោះស្រាយនយោបាយតាមរយៈគន្លងអាស៊ានចិនក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ដូចជាថៃកម្ពុជានិងម៉ាឡេស៊ីដើម្បីដើរតួនាទីសម្របសម្រួលក្នុងការពង្រឹងបទជបាញ់ប្រកបដោយនិរន្តរភាពជាចុងក្រោយស្ថានទូតចិនបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឲ្យចាត់វិធានការវិជ្ជមានដើម្បីបន្ធូរបន្ថយស្ថានភាពជាជាងការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនាអាក្រក់ដើម្បីបង្កភាពវឹកវរក្នុងតំបន់បងប្អូនបើយើងក្រឡេកទៅមើលព័ត៌មាននេះយើងអាចយល់បានថាព័ត៌មាននេះគឺចេញពីភាគីថៃឬសារព័ត៌មាននៅស្រុកថៃហើយមូលហេតុអីបានខ្ញុំនិយាយអញ្ចឹងព្រោះការចោទប្រកាន់នេះគេធ្វើឡើងដើម្បីឲ្យប្រទេសចិនកាត់បន្ថយការផ្ដាល់ឬក៏ក្នុងករណីមានការលក់គ្រឿងសព្វាវុធឲ្យកម្ពុជាអញ្ចឹងកន្លែងហ្នឹងវាមានន័យថាម៉េចទៀតគេចង់កាត់ផ្ដាច់នៅការផ្គត់ផ្គង់ណាមួយបើសិនជាកម្ពុជាពិតជាបានទិញឬទទួលគ្រឿងសព្វាវុធពីប្រទេសចិនពិតប្រាកដមែនអញ្ចឹងគេចង់កាត់ផ្ដាច់តែសួរថាការពិតវាកើតឡើងមិនកើតឡើងយើងទាំងអស់គ្នាមិនដឹងទេប៉ុន្តែនេះគឺជាចេតនាអាក្រក់របស់ក្រុមសារព័ត៌មានឬភាគីរបស់ថៃកន្លែងនេះបងប្អូនណាវាគឺជារឿងសំខាន់ណាភាគីថៃពុំគួរណាចោទប្រកាន់ដោយមិនមានភស្តុតាងឬក៏ចោទប្រកាន់នៅពេលដែលរឿងរ៉ាវទាំងអស់នេះវាបានកើតឡើងរួចទៅហើយទេរឿងរ៉ាវគ្រប់សពបែបយ៉ាងវាបានកើតឡើងហើយទី1ទី2យើងជឿថាសូម្បីតែប្រទេសថៃហ្នឹងក៏បានទិញឬទទួលគ្រឿងសព្វាវុធពីប្រទេសចិនដែរយ៉ាងណាមិញកម្ពុជាគឺជាមិត្តដ៏ជិតស្និទ្ធរបស់ប្រទេសចិនដូច្នេះហើយគ្រឿងសព្វាវុធដែលកម្ពុជាមានតាំងតែពីដើមរហូតមកដល់ម៉ោងនេះច្បាស់ណាស់វាពិតជាមានផលិតផលរបស់ចិនតែគ្រឿងសព្វាវុធទាំងអស់នោះអាចបានមកពីការផ្ដល់ជូនឬកិច្ចសហប្រតិបត្តិការណាមួយតាំងពីយូរយារហើយអ្នកឯងត្រូវចាំថាបើសិនជាកម្ពុជាទៅតែទៅទិញពីចិនមកដើម្បីធ្វើសង្គ្រាមជាមួយអ្នកនោះគ្រាន់តែដឹកជញ្ជូនក៏ត្រូវការពេលវេលារាប់អាទិត្យរាប់ខែដែរដូច្នេះការនិយាយរបស់អ្នកនេះគឺជាការលាបពណ៌ឬក៏ជាការមួលបង្កាច់ដើម្បីឲ្យចិនមិនហ៊ានក្នុងការផ្ដល់ជំនួយឬក៏លក់គ្រឿងសព្វាវុធឲ្យកម្ពុជាក្នុងករណីរឿងនេះបានកាត់ឡើងពិតប្រាកដឥឡូវអ្នកឯងចង់ចោទប្រកាន់អីព្រោះម៉ោងនេះកម្ពុជាមិនទាន់កោលទោសអ្នកដែលអ្នកបានប្រើប្រាស់អាវុធខុសច្បាប់ជាច្រើនរួមបញ្ចូលតាំងពីគ្រាប់បែកចង្កោមតាំងពីយន្តហោះចម្បាំង F16 និងអាវុធចម្បាំងមួយចំនួនផ្សេងទៀតដែលត្រូវបានហាមឃាត់កម្ពុជាមិនទាន់បានចោទប្រកាន់អ្នកឯងផងអ្នកឯងទៅសើរើរឿងអីឯណាតាក់ទងជាមួយនឹងសម្ភារៈយោធាចិនផ្ដល់ឲ្យក្នុងលក្ខខណ្ឌ1 2 3វាមិនត្រឹមត្រូវទេនេះគឺជាសេណារីយ៉ូដែលអ្នកលើកឡើងដើម្បីព្យាយាមឲ្យប្រទេសចិនមានការភ័យខ្លាចឬក៏ឲ្យប្រទេសចិនមិនហ៊ានក្នុងការលក់ឬផ្ដល់ជូនសម្ភារៈយោធានៅក្នុងលក្ខខណ្ឌណាមួយនោះវាមិនមែនជារឿងត្រឹមត្រូវទេវាមិនមានភាពជាក់ស្ដែងទេព្រោះកម្ពុជាគ្រាន់តែការពារខ្លួនទេកម្ពុជាមិនបានឈ្លានពានអ្នកហើយកម្ពុជាក៏មិនបានប្រើប្រាស់អាវុធធុនធ្ងន់ដែលធ្វើឲ្យប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែងឬក៏ទីតាំងសាធារណៈអ្វីនោះដែរព្រោះរូបភាពដែលអ្នកព្យាយាមបង្ហាញទៅកាន់អន្តរជាតិពលគឺមួយប្លង់ទីតាំង 7-Eleven របស់អ្នកនោះតាមអ្នកវិភាគជាច្រើនបានលើកឡើងថាអ្នកខ្លួនឯងគឺជាអ្នកបំផ្ទុះព្រោះជាទូទៅគ្រាប់ BM21 มันអាចហោះធ្លាក់មកត្រង់អញ្ចឹងទេជាទូទៅវាហោះ
เตอร์บัดชัดแต่ไว้เดี๋ยวยังมือเคลื่อนคือฮอทะเลมาตรองแต่ไม่ต้องยังกะไรนั่งเวียนเมียนในถ่าสายเรื่องนี้เนี่ยคือจะเนี่ยบังการล้างโดยคลุนไอ้หายกรูปเพียบนั่งไว้กัมพูชีนั่นเลยชาอันตรจิตนี่คือเจสกรรมเพียบดอยยงขน้องนั่งอักระคลางบัมพดโปรเนี่ยบานปราปราตีตั้งไอกระจนดำใบทั่วการจัดประกันกัมพูชีดำใบเลียบปัวกัมพูชีเอากัมพูชีคลายเตยเจียเนี่ยบังกอให้เนี่ยบังกอเรื่องนั่งเนี่ยกำติดตีตั้งสาธิรณะได้เหมือนแม้นจะตีตั้งโยเทียจิตดาวแต่ขยมเชื่อท่านเนี่ยจำเนียนเกมีนจำเนียนจะบ้านนะเกอาจเวียดำไหลบานถ้าตาตัดเพียบนู้คือจะเรื่องใดบ้านการล้างหรือก็จะเรื่องใดบ้านเรียบจำออกคนบอมปนจุ่มเรียบเลยแต่โลกบ้านในยัยท่ากัมพูชีกำปงแต่เมียนปัญหาประเทศจนกัมพูชีกำปงแต่รองตกโดยเฉพาะกอดมันอาจเนื้อสิ่งเงียบตีบอมปนการไปยกมันโลกไมเคิลบีอัลฟาโรบันทึกการไล่เจนปีสถานทูตกัมพูชีประจำในสหรัฐเลือกลายของปีศาจเรื่องเจจานแต่มูลให้เด็กยมในยัยในขนมวิทย์อมนี้ยมจังประเจจนบอมปนบันติดท่าโลกไมเคิลมองนี่กำปงแต่ทว่ากิจการเงียอันตรจิตเจจานกำปงแต่ทว่ากิจการเงียกาตูดเจจานก็โดยเชี่ยเตยจุ่มเรียบเมดักนอมทมเจจานเอาโลกบ้านสวายจุลอมปีสกรรมเพียบในการเฉลี่ยเปลี่ยนระบบประเทศไทยเมื่อเลือกประเทศกัมพูชีเชี่ยบรรทไอ้ขยมสมอกุนดอลโลกไม่เขินแต่โลกใต้แต่แลบบังกำลังกายกำลังจัดขนมการเพื่อกิจการเงียแต่อันนี้ดอยปุ่มแต่ตัวบ้านปล่อยเจ้าเอาไว้แต่ลับแต่วันตีแต่โลกสกจัดอัดเงยงอยสกจัดแลบบังเป้ไปเรียบตัวคลุนระหดดาวเป้คลาครัวซาระบาโลกมันเซอร์สบายจัดตีปลูกครัวซาระบาโลกบันปลุยบารมปีสกสวัสดิภาพระบาโลกแต่โลกบ้านในยัยท่ากัมพูชีกำปงแต่เมียนปัญหาประเทศจนกัมพูชีกำปงแต่รองตกโดยเฉพาะกอดมันอาจเนื้อสิ่งเงียบตีบอมบอลก่อนเสิร์ฟบ้านสำระตีเสิร์ฟบ้านเด็กปวนตีมายกเด็กปวนบ้านติดตัวบ่มพอดกอดคอมนะกอดสู้นะให้กอดเมิกจะมวยขยมในเชิงตีปีมนนี่คือท่าเสิร์ฟบ้านสำระตียกมังมวยมังปีแบบบ้านสำระลำล้างมังบ้วนมังปรามเงือบติดให้ใต้มันได้ตอนตายตีบอมบอลตอนตายตีให้มูลละเหตุได้ตัวใบเชี่ยเหมือนบ้านสำระก็ได้ก็ได้เป็นใต้เนื้อแต่อาจแบบต่อกิจการเงียบบ้านโดยซาแต่กอดคือเชี่ยอัตตะกองตัวเชิงตึกระบำเร็จบอมบอลกอดเชี่ยอัตตะมารินระบำเร็จจำนายใหญ่ขยมคือจะครูบ่มวักการไปที่จุ่มรมเนี่ยประโยชน์ยังพวกยังจับใดขณีซี่สังวะขณีคลังเหมือนกันบัดสำระกับบ้านบัดเด็กกับบ้านคือทว่าการเงี้ยมาไพ่บุญเมาเริ่มมาไพ่บุญเมายังอะไรนี่ขยมปัจจะสมเอาก้นดาวโลกไม่เขินให้ขยมหนึ่งเนื้อแต่บรรทอกิจการเงี้ยนี่จะมวยหนึ่งโลกปะตอติดโปรยยังหนึ่งมีเรื่องใจจานติดได้เติบซับใส่เติกันชะอันตรจิตตายบองปอนดังได้เดือดเตะหนึ่งมีบุคคลมาเนี่ยติดได้บองปอนปะเฮลจะเหมือนตอนสกอลกวาดดิปนตายกวาดมีอัติพลในขนมซาปอร์มีระบบปิภพโลกเชียงไมเคิลปีดองบุคคลนู้มีนชบูธาดานิเอลฮาริสันมองนี่ขยมก็กำปงแต่ทว่าการเงียดอยตัวจะมวยนั่งลูกดานิเอลของใดหายยังกำปงแต่ทว่ากิจการเงียมวยดอสำคัญคือยังกำปงแต่บังเกิดซาปอร์มีไอกระเรียกำรัดอันตรจิตมวยหายยังปงทว่ากิจการเงียนั่งรถไอกระซาเฮยเนื้อเป้ยังบันไอกระซานั่งบันไลสันหรือคัดอันญาตับอันนู้นยังหนึ่งยกไอกระซาตับอันนี้ดำใบเตอร์ซัมสตาวิมินขนมโกลบ่มน้องดำใบเรียกาดอยตัวอัมพีสถานการณ์ในบ้านการล่างในขนมประเทศกัมพูชีก็โดยเชียตามบันไดบรรทัดพรมแดนกัมพูชีเสียมแต่กันสตาวิมินแต่มาดองจังยังอาจจะมาฉลองกัดปอร์มินอาเตดับโต้หรือก็อาจจะอาจจะนาเตียตีคือยังไซป์ตัวดีเรคเตอร์แต่มาดองจังอะไรนี่สำคัญนะบางคนยังกำปงแต่ทว่ากิจการเงี้ยสำคัญจีจรันเพราะยังดังถ่าเสียมเหมือนเจ้าขบวนตีอัดเจ้าปุตตีจังยังเตอแต่เตรียมขลุ่นเอารุ่ยเจียสระกรุ๊ปไปเลยจังมองนี่ขยมสมบัติบางแห่งมกลุกดานิเอลฮาริสันได้จินเนี่ยเมียนอดิพลดอกคลั่งขลังในขนมบันดาลซาปอร์เมียนอันตรจิตกอดเมียนมัดเพะจินเนี่ยสเซปอร์เมียนหนึ่งเนี่ยบอกปมใส่เนื้อซาปอร์เมียนนิวยอร์กไทม์รอยเตอร์ซีเอ็นเอ็นบีบีซีเดอะอียูรีพอร์เตอร์หนึ่งซาปอร์เมียนทมเจจานติดคือทมคลั่งเหมือนกันโดยเฉพาะยังรวมปังตกถ่ายการบังการซาปอร์เมียนไอเกรียกำรัดอันตรจิตดำบงเกนในกัมพูชีนี่ยังหนึ่งไอซับไซปอร์เมียนเปิดเตอกันปีพบโลกเอาปีพบโลกบางพเนกบางจุ่มหม้อเมื่อกัมพูชีในขนมรูปเพียบมวยเสงโปลคือกัมพูชีเมียนสักดานโปลเมียนออกแก่ขนมกาวินิยกสำหรับจนบอร์เตเลือกเปียไว้ได้ปุกเก็บบันเกิดโดยเฉพาะยังกำปงแต่ทัวการเงินทั้งห้าอย่างนามิงสมบองปอนตัวอักนี่บรรทอการก้มโตสกัมมาเพียบระบบขยมไมเคิลก็โดยเชียร์ลูกดานเยลพงโปรเมียนแต่การก้มโตระบบบองปอนตีเติมทัวยังอาจซับไซการเติมการปีพบโลกบันออกกลบองปอนจุ่มเรียบเลยอาสโรเนี่ยกิยาอันนี้น่าตุเทตัวนี้ยมนะอันน่าตุใช่บอกให้เธอบ้านมาตาตุมันใบตาแม่ประเภทประเภทเศร้าอยู่เศร้ายังเศร้าการดูนี่เองก็คือเศร้าใส่กี่นู้นเศร้าหาบุญบาทนี่ยังคือปีหันมาต้อนมันมั้งหาบุญเลยท่านลูกมาต้อนมันเจ็ดสมนหกจังปีกการมันการเบอร์เต้เบอร์กี้ตัวน้องมันเจ็ดมันเจ็ดสับเราพงเก
គេមកទិញមួយគេមកទិញប្រាប់យើងខាងនេះ បានតែ67 68 មួយ67នេះ បាទ តាមបែបថាស្រូវយើងល្អ ខាងស្រូវប្រាំង បាទស្រូវប្រ ស្រូវប្រាំងប្រភេទ54 បាទ ប៉ុន្តែមួយតោនយើងបាន6យើងមួយតោនអាស្រូវ54ប្រភេទស្រូវប្រាំងហើយស្រូវសង្ហែហ្នឹងណា វាស្ងែផ្សេង អូសង្ហែផ្សេង ស្ងែវាមានកន្ទុយវាស្ងែតែកន្ទុយវាខ្លីៗ បាទហើយអញ្ចឹងទៅមួយតោនអាប្រភេទហៅ OM ឬ EM មិនដឹងយ៉ាងណាខ្ញុំដល់អញ្ចឹង បានមួយតោនបាន66ឬ67 បាទ រួចថ្លៃទៅតើថ្លៃជីថ្លៃអីទៅចំណេញខ្លះទេបង បានខ្លះដែរដូចធ្វើដូចខ្ញុំនិយាយវាបានខ្លះដែរខ្ញុំមិនដែលទៅបានទៅបាញ់ថ្នាំបានស្អីណាប្រហែលដូចគេទេមិនដែលអញពោបាញ់អីថ្នាំពោទៅខ្ញុំមិនដែលទេ បាទ ខ្ញុំព្រោះហើយខ្ញុំទៅបាញ់ថ្នាំស្មៅ បាទ បានរយៈពេល15ថ្ងៃខ្ញុំទៅបាញ់ថ្នាំស្មៅ បាទ បាញ់ថ្នាំស្មៅហើយខ្ញុំទៅដាក់ជីពីក្រុងហើយទៅចូលទៅដល់ពេលវានេះទៅខ្ញុំទៅបាញ់ថ្នាំតង្កោម្ដងទៅតង្កោវាមូលជ្រួយវាចេះទៅ បាទ ខ្ញុំបាញ់ម្ដងហើយទៅ បាទ គឺសួរតាប្អូនថ្លៃខ្ញុំគេថាលេចស្រស់ហើយ បាទ ជិះទុំ អញ្ឆ្នាំនេះបងបានលក់ជាតិដែងប្រហែល មិនដឹងយ៉ាងណាមិនដឹងតែបានលក់យ៉ាងណា តាមបានលក់ចុះត្រូវភាសាវិញទៅធ្វើដែរណា ភាសាទៅធ្វើ បាទតែឃើញបងមានសាក់មានអីចឹងបងដូចធ្លាប់បំរើកងតបដែរពីបង ខ្ញុំខ្ញុំ អូ សម័យ80 81ហើយសម័យឆ្នាំ89នេះខ្ញុំឈប់ សម័យ8ចង់បាយធ្វើតាំងពីជំនាន់ ខ្ញុំធ្វើតាំងពីឆ្នាំ80 81 81 បាទ1981 81ដល់89មកឈប់ បាទ បង ខ្ញុំចូលជាងតាមផងដែរ អូបងទៅរៀនជំនាន់ញឹកបញ្ឆៃដែរឬយ៉ាងណា អត់ទេខ្ញុំធានក្នុងរដ្ឋកម្ពុជា អូនៅសម័យប្រជារដ្ឋកម្ពុជាសម័យរដ្ឋកម្ពុជា បាទ តែអាការនេះពីដើមនេះដីនេះដីយើងទេបងណា ណា អាជំនាន់ដីថាដូចថៃវាពាត់យកនេះ ដៃយើងតាដៃយើង អានេះអានៅនងច័ន្ទវាពាត់យក បាទ មើលបងរៀបរាប់ទីមើលពេលបងចូលជើងសម័យមុនហ៎ បើវាតណៃវាមានភ្នំ2ហ៎ បាទ នេះអាតណៃវាមានភ្នំប្រាក់មួយភ្នំឆាត់មួយ បាទហ្នឹងខ្ញុំស្គាល់ភ្នំឆាត់ខ្ញុំស្គាល់មើលបងនិយាយមើល ភ្នំប្រាក់វាលើមកខាងនេះបន្តិច បាទបាទ ខាងនេះដល់តែភ្នំឆាត់វារៀងញូតមកខាងដីខ្មែរខាងនេះ បាទ តែភ្នំនេះភ្នំប្រាក់ភ្នំឆាត់នេះវាដីខ្មែរទាំងអស់ បាទ តែបើភ្នំប្រាក់នេះម្នាក់ពាក្យកណ្ដាល ភ្នំប្រាក់ណា បាទភ្នំប្រាក់នេះម្នាក់ពាក្យកណ្ដាល បាទ ម្នាក់ពាក្យកណ្ដាលវាមិនបានខ្មែរទាំងអស់ទេ បាទ ភ្នំនេះភ្នំនេះពាក្យកណ្ដាលបើភ្នំឆាត់នេះ ភ្នំឆាត់នេះបងយើងទាំងស្រុង របស់យើងទាំងអស់ បាទការបងចូលជើងកន្លែងហ្នឹង បាទខ្ញុំចូលជាងនៅចកាកោនេះ ចកាគោ បាទ ប៉ុន្តែជំនាន់អាខាងឥឡូវព្រៃច័ន្ទឥឡូវវាពាត់យកនេះអាហ្នឹងវាខុសទាំងស្រុងណា ខុសបាទ ដីយើងហ្មង បាទខ្ញុំចាញ់ពីចកាកោទៅខ្ញុំទៅនៅស្រុកកក់ អូគេហៅប្រាសាទ ប្រាសាទស្រុកកក់ គេ នេះ ហៅប្រាសាទដល់ក៏គេស្ដុកកក់ប៉ុន្តែគេហៅប្រាសាទសេរី បាទខ្ញុំនៅប្រាសាទស្រុកកក់នេះ ប្រាសាទហ្នឹងដូចជាប្រាសាទ សម្រាប់នោះវាមិនមែនជាប្រាសាទប្រាសាទវាស្អាតទេប៉ុន្តែសម័យនោះវាសង្គ្រាមវាតូច បាទ វាបាក់បែកទៅតែបើតាពីងអាងទឹកវាធំ ធំ ធំដូចប្រាសាទសម្រងយើងចឹងណា បាទ ធំដូចប្រាសាទសម្រងយើងនេះ ប៉ុន្តែប្រាសាទស្ដុកកក់ហ្នឹងកាលហ្នឹងជំនាន់សម្ដេចសង់ប៉ិនសែមគាត់ចៅតកាវត្ត បាទ អញ្ចឹងកាលហ្នឹងការជំនាន់ហ្នឹងបងអញជាទាហានសម័យរដ្ឋកម្ពុជាដើម្បីឈរច្បាំងជាមួយនឹងទាហានញឹកបញ្ឆៃទាហានញឹកបញ្ឆៃទាហានខ្មែរក្រហមហ្នឹង បាទ អញ្ចឹងបងឯងឈរជើងហ្នឹងបងឯងដឹងហ្នឹងណា បាទ អញ្ចឹងអាភូមិ ចូលបានយូរទេចូលនៅបានមួយឆ្នាំ អញ្ចឹងអាជោគជ័យព្រៃច័ន្ទហ្នឹងស្ដីយើង បាទ ហ្នឹងវាពាត់យកអញ្ចឹងបង មិនដឹងរឿងគេយ៉ាងម៉េចទេផ្នែកគេ ហ្នឹងហើយ រដ្ឋាភិបាល អញ្ចឹងឆ្នាំប្រហែលហើយបងមានបានហូបប្រាក់និវត្តន៍អីនេះចូល អត់ទេដល់ពេលគេនៅយើងចូលជើងនោះនេះខ្ញុំដកចាញ់ពីនោះមកខ្ញុំនៅងចិត្តមួយ បាទ ងចិត្តមួយចូលជើងនៅភូមិខ្វៅនេះផ្ទាំងង បាទ មកតាអើយ បាទ ដល់ពេលនោះបារាគេវាយដាច់ចិត្តផ្លូវអស់ទៅបារាគេចាប់ខ្ញុំបានចេះ អូ បារាចាប់បានខ្ញុំចាប់បានតិចមករិះស្នាតូច ទានបារាចាប់ បាទ ចាប់ខាងមកឯងហ្មង បាទ ចាប់ ចាប់ មក បានមករិះស្នាតូចមករិះស្នាតូចយកខ្ញុំទៅរៀននៅខាងដង អូខាងដងហ្នឹងឯង បាទ មួយហ៊ូណាតកួន បាទរៀននៅខាងដងបានប្រហែលមួយខែគេយកខ្ញុំមកវាយរៀនទៅកម្ពុជាវាយរៀនគ្រាអេនេះចុះមកភូមិប៉ៅនេះ អូ ខ្ញុំទៅតាមផ្លូវនេះតាមផ្លូវនេះទៅដល់ភូមិភូមិបែចានចាស់គេដែលមានដើមដូងអត់ដល់ថ្នោតនេះដល់ថ្នោតចឹងទៅណែទីណាទៅមកដល់កណយភូមិកណយឡើងទៅដីឡូភូមិគ្នានោះបានខ្ញុំមកវាយនៅស្វាជេនេះវិញ បាទ ខ្ញុំមកវាយនៅស្វាជេ គេទៅខ្មែរខ្ញុំសម័យនេះខ្មែរច្បាំងតែខ្មែរ ខ្មែរវាយតែខ្មែរគ្នាឯង ចុះកាលនោះទានបារាចាប់មកឯងបានចាប់មកកងពលចាប់បាន មកវរិស្នាតូ មកបរិយាណាតូចចាប់ហើយបញ្ជូនយកទៅខាងដង បាទ ហើយបញ្ជូនមកវាយខាងក្នុងវិញ បាទ នេះសង្គ្រាមខ្មែរការសម័យនេះបញ្ជូនចាត់ហ្នឹងណា បាទ រៀបរាប់ចង់សួរ សម័យនោះមកទៅក៏ ឈប់មកដល់ ឈប់ទៅ អញ្ចឹងអត់មានប្រាក់អត្រែតប្រាក់អីហូបគេទេអត់មានបាទអាកន្លែងនេះខ្ញុំឃើញថានេះមានមណ្ឌលជនពិការមួយមណ្ឌលយោធិន អូនោះហៅភូមិតេជោ បាទភូមិអ្នកជោ បាទភូមិតេជោនោះហ៊ុនសែនបង្កើតឲ្យផងជនពិការ បាទ មកពីមួយថ្ងៃមកពីបោះបេលិនមក នេះភូមិសម្ដេចជោនៅមុខនេះ បាទ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់មេតបព្រមរណៈ បាទ តែបងព្រមរណៈមេតបធំណា ប្រមរណៈក៏ដើម្បីកាត់ឈុចជើងនៅ286នោះសម្រងដល់មានជ័យយើងនេះ បាទ ប្រមរណៈព្រមក្រឹងគ្នាគិត
โปรโมนาแล้วก็ต้องมีชีวิตอ่ะ នោះមាន วันนี้ก็กรงเหทางภูมิสำนักเดชโจ បាទ โยธินปีกายนะ បាទ โยธินโจเซาเทนนิวอร์ได้ไหม បាទ เยอะนะทั้งทัดในក្នុងភូមិភ្នំឆាត់ហ្នឹង ណា តែបងគ្រប់គ្រងតែមេតបលោកព្រមមរណៈក៏នៅក្នុង នៅក្នុងឆាត់ណា នៅក្នុងឆាត់ ជាមួយតានេះតាកែវរិននេះ អូកែវរិននេះណា បាទ មេកែវរិននេះណា កែវរិនគិតអតីតគិតនឹងនេះណាតែអតីតគិតទៅកម្ពុជាដែរនោះងោចិត្តមួយនៅកំពង់កណ្ដុលនេះ បាទ ដល់នេះប៉ារ៉ាវាយដាច់ចាប់បានដែរចាប់បានគិតតែតស៊ូទៅគិតវិរិស្នាតូចទៅគិតបានភូមិភាគបានទៅធំទៅ បាទ កែវរិនគិតមែន កាបាយនោះបាញ់កូនទៅហ៊ានគេទេក៏បានសាក់យូរដែរ ហ៊ានគោដែលសាក់ពីដែរ យ៉ាបាយសាក់ពីសម័យហ្នឹងមិនធម្មតាទេណាប្រិមិត្ត ខ្ញុំទៅរៀននៅលីសេស៊ីមរៀប បាទ 2ឆ្នាំទៅរៀនដំបូង1ឆ្នាំទៅរៀនខកោចេញមកខ្ញុំបានសាក់1សាក់2 បាទ សាក់2ចេញមកខ្ញុំធ្វើគ្រូបង្ហាត់នៅសាកលវិទ្យាល័យបាត់ដំបង អូបងធ្វើគ្រូទៀតគ្រូបរៀនទៅហ៊ាន បាទ នៅភូមិភាគ5ហ៎ នៅសាកលវិទ្យាបច្ចានយើងខាត់បង អូ វិទ្យាបច្ចានយើង នៅសាកល ខាត់បងថ្នល់យើងភូមិទឹកវិលណា បាទបងនេះបរៀនគ្រូបរៀនហ្មង បាទខ្ញុំគ្រូបង្ហាត់ទៅនោះ គ្រូបង្ហាត់តបហ្មង បាទ បងប្អូនមិនធម្មតាគាត់ជាមេតបមួយដែរណាបងប្អូនណាគាត់ចាំមកខ្ញុំចាប់អារម្មណ៍ដៃជើងគាត់សាក់ ទៅខ្ញុំគេដកខ្ញុំអូឈរជើងនៅស្រុកស្វាយជែកនេះវិញ បាទ ទៅខ្ញុំទៅព្រំដែនទៅខ្ញុំចេះទៅណាម្លាយបបไปលេងឲ្យខ្ញុំទៅវាយទៅ បាទ ម្លាយខ្ញុំទៅវាយដល់ភូមិដូងភូមិទៅវាយខ្មែរក្រហមខ្ញុំទៅខ្មែរគ្នាឯងវាយគ្នាឯង នេះអាណាធម្មតាពីដើមមកណា បាទ វាជុះចត់ណាខ្មែរយើងសម្រាប់តែខ្មែរគ្នាឯងវាកាលពីសម័យហ្នឹងវាដូចថាវាការនយោបាយលៀបពណ៌បង បាទ អានយោបាយគេថាក្តិចគ្នាទៅវិញទៅមកបងវាជុះចត់ណាប្រវត្តិខ្មែរយើងមកណាប៉ុន្តែឥឡូវយើងមានសត្រូវរួម បាទ ឥឡូវនេះយើងមានសត្រូវរួមណាបង ត្រូវរួមជាមួយ សត្រូវរួមវាស្រួលយើងដោះស្រាយ បាទ ប៉ុន្តែយើងរំលឹករឿងយើងវាជុះចត់ណាបងប្អូនខ្មែរយើងបងមិនធម្មតាណាប្រិមិត្តគាត់ជាឆ្នាំណាដែលបងឯងបរៀននៅបាត់ដំបង ខ្ញុំ1987 1987បងជាគ្រូបង្វឹកទៅហ៊ាននៅ សាលាសកល សាលាសកលខេត្តបាត់ដំបងអាហ្នឹងនៅសម័យប្រជារដ្ឋកម្ពុជាទេ បាទ អូបាទណាឥឡូវចេះបងខ្ញុំជូនមកឯង 50000 ហូបកាទៀវបងជូនមកឯងគាត់ហូបកាទៀវ 50000ណាបងនិយាយមែន ខ្ញុំមកទៅនេះខ្ញុំអស់ ម៉ៃនៅអស់មកណា បាទព្រំដែនខ្ញុំឈរជើងនោះតាមព្រំដែន អូនឯងលក់អីគេអូនណាបងជូនមកឯង 50000គាត់ភាសាកាទៀវ បាទអរគុណ ហូបឲ្យឆ្ងាញ់នេះថាវិការរបស់ខ្ញុំឯង បាទ 50000កាទៀវបានមួយថ្ងៃទេបងម្លាញ់ កន្លះខែហ្នឹងមកចាន50 មួយចាន5000 បាទ ហេឥឡូវបាយហូបមួយកន្លះខែហូបឲ្យឆ្ងាញ់មកចេះភាសាកាហ្វេទេទេ ផ្សារទៅព្រឹកអីក្រោកឡើង ឥឡូវកាហ្វេឥឡូវកាហ្វេឥឡូវខ្ញុំឲ្យបងឯងកាទៀវមើលកាទៀវហើយនៅកាហ្វេឥឡូវខ្ញុំថែម 50000 ទៀត 100,000 ដែរ អូច្រើន អេឲ្យបងឯងហូបតែបងឯងហូបកាទៀវនៅឃើញតែបងអូនសានមិនធឿនឲ្យ បាទ ជូនបងឯង 100,000 មិនដែរចឹងបងឯងហូបកាទៀវមួយថ្ងៃកាហ្វេមួយថ្ងៃបាន ពេលថ្ងៃមកចប់ មកកញ្ចប់ហ្នឹងអស់ប្រហែលបាន 10រៀល 1000 រៀល បាទ 1000 រៀលឥឡូវបងឯងហូបកាទៀវបាន 100,000 ហ្នឹងហូបកាទៀវមក បាទ ទុកហូបសម្រាប់ខ្លួនឯងមកបានបង ខែនោះ មានបានមួយខែ ចាក់ទៀវចា ច្រើនណាស់បងម្លាញ់ រៀល